ទឹកទី1ទាត់ស្វាគមន៍ដូចគ្នាបាទក្រប3ព្រៃប៉ះជាមួយនឹងខ្លាខ្មៅណា5ទឹកការប្រកួតកោងចេញព្រាមតើស្ដាំរបស់មេងហុងមុនឲ្យឆ្វេងស្ដាំរបស់មេងហុងតើស្ដាំរបស់មេងហុងដើរចូលព្យាយាមគៀងពីក្រប3ព្រៃលុកកណ្ដាប់ឲ្យឆ្វេងមេងហុងតើស្ដាំរបស់មេងហុងមួយដៃស្ដាំរបស់ពេជ្រសម្បត្តិអាយ៉ាធ្វើឲ្យបងប្អូនអង្គុយលេងនឹងឲ្យគូនេះមួយដៃស្ដាំរបស់មេងហុងតួស្ដាំរបស់សម្បត្តិដើរចូលពីសម្បត្តិមួយដៃឆ្វេងរបស់មេងហុងមួយដៃស្ដាំរបស់សម្បត្តិអាយ៉ាដើរចូលពីសម្បត្តិជាថ្មីតួស្ដាំរបស់មេងហុងមួយដៃស្ដាំរបស់សម្បត្តិសម្បត្តិជាយាមគៀងតួស្ដាំរបស់សម្បត្តិតួស្ដាំរបស់មេងហុងទាត់ឆ្វេងមួយទៀតមួយដៃឆ្វេងរបស់សម្បត្តិដើរចូលជាថ្មីមួយដៃស្ដាំរបស់ពេជ្រសម្បត្តិរុះកែងរបស់ធុនមេងហុងគៀងទាត់ក្រោមពីសម្បត្តិមួយដៃស្ដាំរបស់សម្បត្តិចាប់គ្រាជង្គង់របស់សម្បត្តិកេងផុតដើរចូលជាថ្មីដូចគ្នាលោកញាក់មួយដៃស្ដាំរបស់សម្បត្តិសងកណ្ដាប់ដៃស្ដាំទាត់ស្ដាំរបស់មេងហុងមួយដៃស្ដាំរបស់មេងហុងញាក់មួយទាត់ឆ្វេងរបស់សម្បត្តិបដូរកណ្ដាប់ដៃគ្នាទាត់ស្ដាំរបស់សម្បត្តិកែងរបស់សម្បត្តិកែងរបស់មេងហុងសងភ្លាមដូចគ្នាទៅបន្តទៀតទឹកទី1នេះបានផ្ដួលគ្នាសន្លប់បានទឹកប្រាក់15លានបាទមួយដៃស្ដាំរបស់សម្បត្តិមួយដៃស្ដាំរបស់មេងហុងចាប់គ្រារុញអឹបទៅនឹងសង្វៀនកែងរបស់សម្បត្តិជង្គង់របស់សម្បត្តិលោកអញ្ញាកដាលកញេណែសាកសមជាបេក្ខភាពនៅក្នុងព្រឹត្តិការណ៍ The Battle of Three Kingdom អ្នកទាំងពីរចង់ជួបគ្នាយូរហើយបាទចូលដៃរបស់សម្បត្តិទាត់ស្ដាំពីមេងហុងមកដៃស្ដាំរបស់សម្បត្តិជាយាមដេញតាមមួយដៃឆ្វេងរបស់សម្បត្តិជាយាមគៀងទាត់ស្ដាំរបស់សម្បត្តិអាយ៉ាមកសមេងហុងប៉ះសម្បត្តិហាក់ដូចជាបដូរបច្ចេកទេសការប្រកួតខុសពីរាល់ដងប្រកួតបន្តបាទប្រកួតបន្តចាប់ទឹកទី1បាទចប់ទឹកទី1ទឹកទី1កន្លងផុតទៅអូណាអ្នកគ្រប់គ្រងលោកគ្រូពេជ្រសុផាន់និងពេជ្រសម្បត្តិបាទលើកស្លាកគ្រប់គ្រងមួយទឹកកន្លងផុតទៅបងប្អូនក៏បានទូទាយបណ្ដាទៅហើយថានរណានឹងឈ្នះនៅក្នុងទឹកនេះហើយនឹងបន្តបញ្ចប់ដល់ទឹកទី2ឬក៏យ៉ាងណានេះបាទទាំងលោកគ្រូធុនសុភាទាំងលោកគ្រូពេជ្រសុផាន់ក៏កំពុងតែបោះប្លង់ជូនទៅដល់សិស្សរបស់ខ្លួនបាទពេជ្រសម្បត្តិនៅបសល់ស្នាមញញឹមបានខ្លះតែធុនមេងហុងក៏គាត់ព្យាយាមគិតឡើងវិញថាតើទឹកទី2នេះគាត់នឹងប្រើស្នៀតឬក៏យុទ្ធសាស្ត្រអ្វីដើម្បីប្រែប្រួលឲ្យការប្រកួតមានការផ្លាស់ប្ដូរមកទស្សនារូបភាពសំខាន់នៅក្នុងទឹកទី1មុននេះវត្តស្ដៃកបីគុំកែងស្ដាំពីពេជ្រសម្បត្តិកោះកែងសព្រាមួយអាស្ដាំពីធុនមេងហុងញាក់ជាបន្តទៀតដែលទាត់កាត់គ្រឿនកមួយប៉ះបាំងបដូរដៃគ្នាបានម្នាក់ម្ដាយយល់ឲ្យឆ្វេងច្រកពងស្ដាំពីធុនមេងហុងសម្បត្តិដើរចូលជាបន្តទៀតទាត់កាត់មួយពីធុនមេងហុងសម្បត្តិលូកចូលមកដៃស្ដាំមេងហុងជាយកច្រកពងអាស្ដាំសងវិញសម្បត្តិដេញតាមលូកស្ដាំមកមេងហុងលឹបផុតលូកឆ្វេងដរិចចាប់ជើងជាប់លែងទៅវិញវត្តស្ដេចក្បែរអាស្ដាំពីពេជ្រសម្បត្តិបាទមេងហុងជាយាមបំលាស់ទីឲ្យលឿនដើម្បីដកឃ្លៀរតិចណាបាទព្រោះថាសម្បត្តិគឺជាកលាដែលបុកមេងហុងប្រកាសថានឹងបានស្គាល់សម្បត្តិច្បាស់សម្បត្តិក៏ប្រកាសថាបានស្គាល់មេងហុងច្បាស់ដូចគ្នាណែទឹកចេញក្រៅក្រិតកិនខ្មែរគូទី6គឺជាគូប្រកួតដណ្ដើមខ្សែក្រវ៉ាត់ The Battle of Three Kingdom ទឹកទី2ទឹកទី2ចូលមកដល់ពេជ្រសម្បត្តិបង្គោលក្រហមធុនមេងហុងបង្គោលខៀវទាត់មួយម្នាក់បានម្នាក់មួយជើងពេជ្រសម្បត្តិ
ដៅចូលជាបន្តពេជ្រសម្បត្តិលោកចូលមកដៃស្ដាំមិញហុងទាត់ស្ដាំវត្តស្នែកក្បែរឆ្វេងគប់កៃមួយស្ដាំពីពេជ្រសម្បត្តិមិញហុងគួតធៀទៅអត់បញ្ហាទេបាទវត្តស្នែកក្បែរឆ្វេងពីពេជ្រសម្បត្តិចាប់ជួបជួបវាយចូលពួតទឹកមួយមិញហុងព្យាយាមវាយលើតែវាយអត់ដល់ពេជ្រសម្បត្តិតាំងឃុំដៅចូលជាបន្តពេជ្រសម្បត្តិដៅចូលតម្រៃស្វែងការឆ្វេងជប់មកដៃស្ដាំវត្តស្នែកក្បែរឆ្វេងពេជ្រសម្បត្តិសងមិនស្ដាំពេជ្រសម្បត្តិដៅចូលជាបន្តទៀតតាំងឃុំលោកចូលឆ្វេងស្ដាំមួយទៀតមិញហុងព្យាយាមវាយកាត់ពួតទឹកលោកចូលមកដៃស្ដាំរបស់មិញហុងសម្បត្តិសងស្ដាំមកវិញដកថយម៉ាន់តៃសិនទឹកនេះអ្នកណាបដូរដៃគួរស្លាប់ទទួលបានប្រាក់បន្ថែម10លានរៀលតម្លៃ5ការស្ដាប់វត្តឆ្វេងទៅវិញពីធនមិញហុងយ៉ាមិញហុងចាប់ដល់ប្រែស្ថានភាពឲ្យប្របាក់តិចបាទវាយចូលពួតទឹកមួយចាក់ជង្គង់ពីពេជ្រសម្បត្តិដកម៉ាន់តៃសិនអញ្ញាកណ្ដាលញែកឲ្យជុលដៃមួយជុលឲ្យឆ្វេងមួយពីពេជ្រសម្បត្តិដើរចូលជាបន្តវត្តស្នែងក៏បីឲ្យឆ្វេងមិញហុងវាយកាត់ជើងក្រោមមួយបាទវាយកាត់ពោះមួយបាទសម្បត្តិវាយកាត់ពោះមិញហុងទាត់កាត់ពេជ្រសម្បត្តិចាប់ជើងជាប់ម្ដាយស្ដាំរុះកៃមួយវាយចូលពួតទឹកមួយពីពេជ្រសម្បត្តិចាក់ជង្គង់មួយពីធនមិញហុងលឹមបានតៃសិនងើបមកវិញពេជ្រសម្បត្តិដើរចូលយល់ឲ្យឆ្វេងមួយពីពេជ្រសម្បត្តិពេជ្រសម្បត្តិដើរចូលជាបន្តយល់ហើយវត្តស្នែងក៏បីស្ដាំសងវិញពីធនមិញហុងបាទពេជ្រសម្បត្តិដើរចូលជាបន្តទៀតលោកចូលឲ្យឆ្វេងពេជ្រសម្បត្តិលោកចូលស្ដាំអត់ត្រូវកិច្ចផលនេះគ្នាមិញហុងជាយើងថយច្រកពងអាស្ដាំមួយចូលពួតទឹកពេជ្រសម្បត្តិដើរចូលជាបន្តវត្តស្នែងក៏បីចូលពួតទឹកមួយដកបានតិចលោកចូលមកម្នាក់ម្ដាយពេជ្រសម្បត្តិយល់ឲ្យឆ្វេងមិញហុងយល់ឲ្យស្ដាំចាប់គ្រាជាបន្តទៀតរូបចែកកាត់ខ្លីមួយពីធនមិញហុងពេជ្រសម្បត្តិដើរចូលវត្តស្នែងក៏បីឆ្វេងរូបចែកកាត់ស្ដាំមួយពីធនមិញហុងពេជ្រសម្បត្តិដើរចូលជាបន្តវត្តស្នែងក៏បីស្ដាំលូលយល់ឲ្យឆ្វេងដូចគ្នាយល់ឆ្វេងមួយពីធនមិញហុងពេជ្រសម្បត្តិដកបានតិចណាវត្តស្នែងក៏បីឆ្វេងឲ្យបាត់ស្ដាំមួយទៅមិញហុងទាត់កាត់ពេជ្រសម្បត្តិដើរចូលជាបន្តទៀតដូចដៃឆក់យ៉ាងពេជ្រសម្បត្តិបាទមិនខុសពលគឺត្រូវពលដេញតាមតែម្ដងយល់ដូចគ្នាណែច្រកពងបានម្នាក់ម្ដាយជិតផុតដូចគ្នាយល់ឲ្យឆ្វេងមួយពេជ្រសម្បត្តិច្រកពងស្ដាប់វត្តបានម្ដាយស្ដាប់ទៅពេជ្រសម្បត្តិមិញហុងជាយើងវាយកាត់លើពេជ្រសម្បត្តិគប់កៃមួយអត់ត្រូវមិញហុងដកបានតែសិនកំពុងសម្រក់ស្លឹកពេជ្រសម្បត្តិលោកចូលម្ដាយស្ដាប់វាយចូលពួតទឹកបានពីដៃពីពេជ្រសម្បត្តិមិញហុងបោះជង្គង់កាត់មួយជូនយើងបានតែពីធនមិញហុងបាទមិញហុងព្យាយាមកំពុងសម្រាប់ពេជ្រសម្បត្តិយល់ដូចគ្នាម្នាក់ម្ដាយបាទមិញហុងព្យាយាមយល់ឆ្វេងតម្រៃฝ่ายការស្ដាប់ពេជ្រសម្បត្តិគិតផុតម្លេះខ្លួនអត់ទាន់ចេញមិញហុងចាប់អោបកែសោព្រាមួយពីពេជ្រសម្បត្តិស្ដាប់ចាក់ជង្គង់មិញធនមិញហុងតម្រៃฝ่ายការស្ដាប់បាត់ឆ្វេងពីពេជ្រសម្បត្តិមិញហុងចាប់អោបពេជ្រសម្បត្តិជាប់ចាប់គ្រាជាបន្តទៀតរកម្លោះអញ្ញាកណ្ដាលក៏ញ៉ៃសិនជាង20វិនាទីចុងក្រោយសម្រាប់ទឹកទី2ដើរចូលមកទាត់លើមួយពីធនមិញហុងវាយកាត់បានពីដៃធនមិញហុងចាប់អោបមកវាយចូលពួតទឹកពេជ្រសម្បត្តិចាប់គ្រាមិនចាក់ជង្គង់មួយពីពេជ្រសម្បត្តិអញ្ញាកណ្ដាលក៏ឲ្យញ៉ៃសិនជាបន្តទៀតបន្តការប្រកួតពេជ្រសម្បត្តិដើរចូលលំដៃថ្វាយការឆ្វេងបាត់ស្ដាំពីពេជ្រសម្បត្តិមិញហុងដកមិញហុងយល់ឲ្យឆ្វេងមិញហុងយល់ឆ្វេងចាក់ជង្គង់ពីពេជ្រហុងសម្បត្តិជាវត្តខាងលើទៅជាប់ពងអាស្ដាំមួយចំពេញគុំធៀបដើរចូលជាបន្តចាប់ទឹកទី2បាទសូមសម្លេងហោមួយទៀតបងប្អូនអូហូបាទគូនេះឆ្លងកាត់ពីទឹកហើយនៅតែបន្តបង្ហាញភាពតានតឹងបង្ហាញភាពខ្លាំងរៀងខ្លួនតើធនមេងហុងអាចធ្វើបានទេឬក៏ពេជ្រសម្បត្តិក្តីសង្ឃឹមរបស់លោកគ្រូទាំងពីរបាទពឹងទៅលើកីឡាករទាំងពីរនៅលើសង្វៀនហើយបាទថ្ងៃនេះអ្នកទាំងពីរឃើញថាត្រៀមខ្លួនបានយ៉ាងល្អដូចគ្នាបាទទាំងពេជ្រសម្បត្តិនិងធនមេងហុងយើងនៅសល់ការប្រកួត3ទឹកទៀតបង្ហាញជូនជាមួយនឹងរូបភាព slow motion បាទនេះមុនដៃស្ដាំរបស់សម្បត្តិទៅបន្តទៀតណែកណ្ដាប់ដៃស្ដាំរបស់មេងហុងមុនដៃស្ដាំរបស់មេងហុងសងមកវិញញាក់ទៅមុនដៃស្ដាំរបស់ពេជ្រសម្បត្តិនេះបាទរូបភាពបង្ហាញជូនបាទជាថ្មីម្ដងទៀតខ្ញុំបាទសូមគោរពអរគុណទៅដល់វត្តមានបាទគណៈធិបតីបាទសូមគោរពអរគុណការចូលរួមរបស់អាដាមគីតិចទេសរដ្ឋមន្ត្រីបាទសូមគោរពអញ្ជើញអ្នកអង្គការសូមគោរពអរគុណអ្នកអង្គការសំអាងវឌ្ឍនៈបាទសូមគោរពអរគុណអាដាមស្រីរដ្ឋស្រៀងបាទសូមគោរពអរគុណអ្នកអង្គការឈុនលៀងសហស្ថាបនិកក្រុមហ៊ុនវឌ្ឍនៈបាទសូមគោរពអរគុណអាដាមម៉ែនអេងបាទសូមគោរពអរគុណបាទអាដាមលោកជំទាវដែលលោកកំពុងតែមានវត្តមានទស្សនាផ្ទាល់ទីនេះបាទសូមសម្លេងមួយទៀតបងប្អូនបាទអបអរសាទរទាំងអស់គ្នាណែទឹកចង្ក្រៅក្រិតកិនខ្មែរគូទី6គឺជាគូប្រកួតដណ្ដើមខ្សែក្រវ៉ាត់ The Battle of Three Kingdom ទឹកទី3ស្វាគមន៍មកកាន់ទឹកទី3ដៃស្ដាំរបស់ណែបដូរក្តាប់ដៃគ្នាទឹក
ទឹកទី3នេះបដូរគ្នាហើយបងប្អូនបដូរគ្នាហើយបានអ្នកណាផ្ដួលដៃគូឲ្យស្លាប់ទឹកទី3នេះបាន20លានបាទមួយដៃស្ដាំរបស់សម្បត្តិមួយដៃឆ្វេងដូចគ្នាដើរចូលបដូរក្តាប់ដៃគ្នាលោកឲ្យឆ្វេងស្ដាំរបស់ធុនមេហុងមួយដៃឆ្វេងរបស់ពីសម្បត្តិមួយដៃស្ដាំរបស់មេហុងដៃស្ដាំរបស់សម្បត្តិអាយ៉ាកែងមេហុងកែងរបស់មេហុងទូដៃទៅបន្តទៀតមួយដៃស្ដាំរបស់សម្បត្តិកែងមេហុងមួយដៃស្ដាំសម្បត្តិមួយដៃឆ្វេងសម្បត្តិមួយដៃឆ្វេងមេហុងមួយដៃឆ្វេងរបស់មេហុងមួយដៃស្ដាំសងរបស់សម្បត្តិបដូរដាប់ដៃគ្នាអូយដៃសុតទឹកទី3នេះកែងរបស់សម្បត្តិមួយដៃស្ដាំរបស់មេហុងឆ្វេងស្ដាំរបស់សម្បត្តិទៅបន្តទៀតក្តាប់ដៃឆ្វេងស្ដាំរបស់បាទមេហុងទៅបន្តមួយដៃស្ដាំរបស់សម្បត្តិឆ្វេងស្ដាំដើម្បីស្វាយការរបស់សម្បត្តិបាទសូមសម្លេងហោខ្លាំងៗតគ្នាបាទការរបស់មេហុងដើម្បីស្វាយការរបស់សម្បត្តិប្រើក្តាប់ដៃសងដូចគ្នាមួយដៃឆ្វេងសម្បត្តិមួយដៃស្ដាំមេហុងអូយបាទវាយញាប់ណាស់គូនេះមួយដៃឆ្វេងរបស់សម្បត្តិដើរចូលដូចគ្នាមួយដៃឆ្វេងសម្បត្តិមួយដៃស្ដាំរបស់មេហុងចាប់គ្រាកែងរបស់សម្បត្តិមួយដៃស្ដាំរបស់មេហុងដៃស្ដាំរបស់សម្បត្តិមួយដៃស្ដាំរបស់មេហុងចាប់គ្រាជង្គង់របស់មេហុងមួយដៃស្ដាំរបស់សម្បត្តិចាប់គ្រាជាថ្មីចាប់គ្រារុញហើយបាទរុញគ្រាយាមរុញគ្រាដូចគ្នាតូលដៃមួយពីមួយដៃស្ដាំរបស់មេហុងលុកអាឆ្វេងទៅវិញរបស់សម្បត្តិសងអាស្ដាំមកអាឆ្វេងរបស់សម្បត្តិលុកដាក់ដៃស្ដាំរបស់សម្បត្តិមួយដៃស្ដាំរបស់មេហុងចាប់គ្រាដើម្បីស្វាយផ្ការបស់សម្បត្តិដើម្បីស្វាយផ្ការបស់ធុនមេហុងបាទសងដូចគ្នាអីយសងដូចគ្នាបាទចូលច្រើនដូចគ្នាបាទចូលចាប់គ្រាដើម្បីស្វាយផ្កាដូចគ្នាមួយដៃស្ដាំរបស់មេហុងមួយដៃស្ដាំរបស់ពេជ្រសម្បត្តិមួយដៃឆ្វេងរបស់ពេជ្រសម្បត្តិចាប់គ្រាកែងរបស់មេហុងកែងរបស់មេហុងកែងរបស់សម្បត្តិកែងរបស់មេហុងចាប់គ្រាបាទរុញអត់ត្រឹមសងវៀនចាក់ជង្គង់របស់សម្បត្តិកែងរបស់សម្បត្តិមួយដៃឆ្វេងរបស់ធុនមេហុងជង្គង់របស់សម្បត្តិមួយដៃស្ដាំរបស់សម្បត្តិជង្គង់របស់មេហុងទីចាក់ជង្គង់របស់សម្បត្តិមួយដៃឆ្វេងស្ដាំរបស់សម្បត្តិមួយដៃស្ដាំរបស់សម្បត្តិមួយដៃឆ្វេងរបស់មេហុងបាទចាប់គ្រារុញគូនេះតាក់តឹងណាស់បាទសុំហោមួយទៀតលោកអូយលោហិតហើយមានលោហិតហើយបាទគ្រាមួយដៃស្ដាំរបស់មេហុងមួយដៃស្ដាំរបស់សម្បត្តិមួយដៃឆ្វេងរបស់សម្បត្តិមួយដៃឆ្វេងសម្បត្តិមួយដៃស្ដាំរបស់មេហុងមួយដៃស្ដាំបដូរគ្នាចាប់គ្រាមួយដៃស្ដាំចាក់ជង្គង់របស់មេហុងមួយដៃស្ដាំរបស់មេហុងកែងមួយទៀតមួយដៃស្ដាំរបស់មេមួយដៃស្ដាំរបស់សម្បត្តិចាប់គ្រា 200k ហើយបាទបងប្អូនទស្សនាអូយបាទក៏ក្រៅតែម្ដងទស្សនិកជនបាទស័កសមជាគូព្រេងឥតព្រៀងទុកបាទអបសិនជាគ្មានព្រឹត្តិការណ៍ The Battle of Sri Kingdom ជាថាអ្នកទាំងពីរនេះមិនងាយនៅក្នុងការជួបគ្នាទេអរគុណទៅដល់ព្រឹត្តិការណ៍ The Battle of Sri Kingdom អរគុណទៅដល់ក្រុមហ៊ុនវឌ្ឍនៈដែលបានរៀបចំព្រឹត្តិការណ៍ការប្រគល់នៅអស្ចារ្យចង់សួរបងប្អូនថាប៉ុណ្ណឹងជួបចិត្តឬនៅបាទសិនជាចូលចិត្តបានតែជាប្រកាន់បានតែជាបន្តបាទសូមសម្លេងហោខ្លាំងដល់បេក្ខភាពបាទ The Battle of Sri Kingdom បាទសូមសម្លេងជូនអ្នកអង្គការសមាគមវឌ្ឍនៈមួយទៀតបាទសូមសម្លេងអរគុណជូនទៅដល់អ្នកអង្គការជុនលៀងមួយទៀតបាទថ្ងៃនេះអរគុណណាស់អ្នកអង្គការជុនលៀងលោកបានអញ្ជើញចូលរួមទស្សនាបាទសូមសម្លេងអរគុណជូនអាដាមគីតិចមួយទៀតក៏សូមសម្លេងអរគុណជូនអាដាមស្នេហ៍អាចរត់ស្រៀងអរគុណណាស់អូយបាទគូប្រកួតថ្ងៃនេះបាទខ្ញុំបាននិយាយថាមិនស្អកក៏មានតែរឿងចម្លែកបាទស្អកបដៅហើយអូយហើយអរគុណណាស់នេះរូបភាពយឺតបង្ហាញជូនហើយក៏អរគុណដល់បងប្រុសសានប៊ុនធឿនឧបត្ថម្ភជូនធុនមេហុងបាទមេហុងឈ្នះឧបត្ថម្ភ1000បាទចាញ់ឧបត្ថម្ភ500បាទអរគុណណាស់បាទបាទខ្ញុំមកទស្សនារូបភាពសំខាន់នៅក្នុងទឹកមុននេះណាកោះកៃមួយរបស់សម្បត្តិមេហុងច្រានចេញថាมันចូលចិត្តដើម្បីថ្វាយការស្ដាំរបស់ពេជ្រសម្បត្តិលុកចូលស្ដាំមេហុងសងមកវិញបាទទឹកនេះបដូរគ្រឿងសាហាវលើសពីការរំពឹងទុករបស់អ្នកគាំទ្រលុកចូលស្ដាំមេហុងសងឲ្យឆ្វេងមកវិញបដូរដៃគ្នាម្នាក់ពីរដៃមេហុងលឹកមកបាទពេជ្រសម្បត្តិជួយវាយពោះលុកចូលបាន4ដៃមេហុងសងវិញបាន4រួចគ្នាអត់មានជាពាក់វគ្គវិញបាទលុកចូលមកច្រកពងអាឆ្វេងវត្តស្ដែងក្បីស្ដាំមេហុងវត្តដូចគ្នាទៅមកឆ្វេងថែមស្ដាំដូចគ្នាទៀតចាក់គ្រឿងវាយចូលពួនទឹកបានម្ដាយចប់ទឹកទី3ណែទឹកចេញក្រៅ
ក្រិតកិនខ្មែរគូទី6គឺជាគូប្រកួតដណ្ដើមខ្សែក្រវ៉ាត់ The Battle of Three Kingdom ទឹកទី4 ទឹកទី4ចូលមកដល់សូមអោបគ្នាបន្តិចសិនដែរលោកចូលបានម្ដាយស្ដាប់របស់ពេជ្រសម្បត្តិមេហុងវាយចូលពួរទឹកមេហុងចាក់ចូលពួរទឹកមួយពេជ្រសម្បត្តិចាប់គ្រាជាបន្តចាក់ជង្គង់មួយរបស់មេហុងពេជ្រសម្បត្តិលោកចូលបានពីដៃខាងលើវាយកាត់ពួរទឹកមួយទៀតមេហុងចាប់អោបពេជ្រសម្បត្តិជាប់កែងរបស់ពេជ្រសម្បត្តិចាក់ជង្គង់របស់មេហុងពេជ្រសម្បត្តិចាក់ជង្គង់សងវិញមេហុងវាយចូលពួរទឹកចាក់ជង្គង់របស់មេហុងចាក់ជង្គង់របស់ពេជ្រសម្បត្តិចាក់ជង្គង់ពេជ្រសម្បត្តិហើយចាប់ជើងអត់តន់បលែងគ្រាចេញគោះកែឆ្វេងមួយរបស់មេហុងគោះកែឆ្វេងមួយពេជ្រសម្បត្តិព្យាយាមសងមេហុងចាប់អោបជាប់ចាក់ជង្គង់របស់សម្បត្តិកែងរបស់សម្បត្តិវត្តកាត់របស់សម្បត្តិអាស្លាប់ចាក់ជង្គង់មួយរបស់មេហុងសម្បត្តិវាយកាត់ចូលពួរទឹកព្យាយាមលមូលគ្នាឡាប់គ្នាចាក់ជង្គង់មួយរបស់សម្បត្តិជង្គង់មេហុងឲ្យរប្លោះវិញបលាយកែប្រឡងវិញបនថងរកកែសិនអត់តន់ចេញវាយចូលពួរទឹកចាក់ជង្គង់មួយរបស់មេហុងសម្បត្តិបាទសម្បត្តិធ្វើអីមិនតន់ចេញមេហុងក៏ធ្វើអីមិនតន់កាយអាញាកដាលញើយឲ្យបន្តការប្រកួតទៀតបន្តការប្រកួតមេហុងសម្បត្តិវាយចូលពីដៃចូលពួរទឹកតម្រៃវាយការស្ដាប់មួយមេហុងលមូលចាក់ជាប់ស្វាប្រចាំចាក់ជង្គង់មួយរបស់មេហុងចាក់ជង្គង់មួយរបស់មេជង្គង់របស់មេហុងជង្គង់សម្បត្តិផ្ទះពីជង្គង់សវិញសព្រាមមកស្ដាប់ចាក់ជង្គង់របស់មេហុងកែឆ្វេងវត្តស្ដេចក្បែរស្ដាប់ដើម្បីខ្វាយការស្ដាប់មួយទៀតរបស់ពេជ្រសម្បត្តិចាក់ជង្គង់មួយរបស់មេហុងវត្តកាត់របស់ពេជ្រសម្បត្តិមេហុងដើម្បីខ្វាយការដូរដៃគ្នាជាមួយពេជ្រសម្បត្តិវាយចូលពួរទឹកមួយរបស់ពេជ្រសម្បត្តិចាក់ជង្គង់មួយពីពេជ្រសម្បត្តិជង្គង់របស់មេហុងចាប់អោបជាប់លើបង្គោលសចាក់ជង្គង់មួយរបស់មេហុងសម្បត្តិជាលមូលដើម្បីដោះចេញមិនទាន់ចេញចាក់ជង្គង់របស់សម្បត្តិចាប់អោបជាប់ចាក់ជង្គង់មួយរបស់ធនមេហុងកែងរបស់ពេជ្រសម្បត្តិអាស្ដាប់ចាប់លមូលចាក់ជង្គង់មួយរបស់ធនមេហុងជង្គង់របស់ពេជ្រសម្បត្តិញ៉ៃយ៉ាងណាញ៉ៃសិនអូមកកណ្ដាលដើម្បីបន្តការប្រកួតដោយដៃឆក់អើយទឹកទី4ដោយដៃឆក់កែងរបស់ពេជ្រសម្បត្តិចាប់គ្រឿងវាយចូលពួរទឹកចាក់ជង្គង់របស់ធនមេហុងកែងរបស់ពេជ្រសម្បត្តិចាប់គ្រឿងជាបន្តចាក់ជង្គង់មួយរបស់ពេជ្រសម្បត្តិជង្គង់ធនមេហុងឲ្យជាប់ពងអាស្ដាប់ស្ដាំថែមឆ្វេងមួយទៀតយល់ឆ្វេងបដូរដៃជាប់ពងអាស្ដាប់មួយធនមេហុងបាទធ្ងន់ដូចគ្នាចាក់ជង្គង់របស់ពេជ្រសម្បត្តិជង្គង់មេហុងក៏សងជង្គង់ពេជ្រសម្បត្តិហើយជ្រុញបកគលកោចាក់ជង្គង់មួយរបស់ធនមេហុងកែងពេជ្រសម្បត្តិចាក់ជង្គង់មួយរបស់ធនមេហុងចាក់ជង្គង់មួយទៀតបាទចាក់ជង្គង់ហើយចាប់ទៀតចាក់ជង្គង់មួយទៀតរបស់ធនមេហុងលូកចូលបានពីដៃរបស់ពេជ្រសម្បត្តិវត្តស្ដេចក្បែរស្ដាប់ថែមឆ្វេងមួយទៀតរបស់ពេជ្រសម្បត្តិវត្តកាត់សងមកវិញរបស់ធនមេហុងចាក់ជង្គង់របស់ធនមេហុងវាយចូលពួរទឹកពីពេជ្រសម្បត្តិចាប់គ្រាចាក់ជង្គង់មួយរបស់ពេជ្រសម្បត្តិរួយបបខ្សែរឹងកោះកែងមួយរបស់ពេជ្រសម្បត្តិចាក់ជង្គង់ពេជ្រសម្បត្តិជង្គង់របស់ធនមេហុងអាញាកដាលក៏យាយសិនរៀងអស់ដូចគ្នាបុកគ្រាតាំងពីដើមទឹកថមថយកម្លាំងដូចគ្នាដើរចូលជាបន្តទៀតចាប់គ្រាពីធនមេហុងរួយបបទៅនឹងខ្សែរឹងចាក់ជង្គង់មួយដល់ចកាពីធនមេហុងទះបានមកជង្គង់ទៀតពីពេជ្រសម្បត្តិអាញាកដាលក៏យាយសិនពេជ្រសម្បត្តិដើរចូលជាបន្តធនមេហុងក៏មិនថយរ៉ាច្រានចេញអត់ទាន់ដួលបោះជង្គង់ហោះមួយទៀតណែទៅដួលអាញាកដាលវិញដល់10ជាងវិនាទីសម្រាប់ការប្រកួតក្នុងទឹកទី4បន្តការប្រកួតទៀតជាប់ពងអាស្ដាប់មួយទីក៏ចាក់ជង្គង់របស់មេហុងវាយចូលពួរទឹកជង្គង់របស់មេហុងចាប់គ្រឿងជាបន្តដើម្បីខ្វាយការរបស់ពេជ្រសម្បត្តិចាក់ជង្គង់មេហុងពេជ្រសម្បត្តិជាចាប់ទឹកទី4បាទពិតជាកោតសរសើរមែនបាទអ្នកទាំងពីរបាទអ្វីដែលយើងមើលឃើញប្លែកបាទជាពិសេសគឺទឹកទី3និងទឹកទី4បាទគឺបដូរគ្នាបាទវេនេះបានបង្ហាញឃើញថាអ្នកទាំងពីរបាទពិតជាធន់បាទដូចគេល្បីមែនជាពិសេសគឺក្តាប់ដៃបាទវាចំគោលដៅមែនតែនេះយើងមើលសឹងថាភ្លេចដកដង្ហើមសឹងថាអ្នកទាំងពីរនេះបើកមុខឲ្យគ្នាវាហ្មងបាទមានទៅមានមកសងអូយតែសារសម្បត្តិរៀមច្បងក៏មិនមើលងាយសិស្សប្អូននេះក៏មិនមើលងាយសិស្សប្អូនដូចគ្នាប៉ុណ្ណាសឹងតែបងប្អូនយើងហួរបាច់យើងប្រាប់ផងបាទគាត់ដឹងកលៈត្រូវហួរបាច់យើងប្រាប់គាត់ថាកំពុងតែជួចិត្តចឹងបាច់កាត់ទេបាទអរគុណណាស់យើងមកទស្សនារូបភាពយឺតបាទកាត់ទៅជប់បាត់កែងឆ្វេងខ្លីបាទអិនទ្រូប៉ុតភ្នំបាទពីមេងហុងសងកែងស្រាំមួយដូចគ្នាពីក្របីព្រៃពេជ្រសម្បត្តិណែក៏បីគេថាវត្តជាមួយខ្លាវាស្រាំច្រកពងជាបន្តទៀតណែតម្រៃថ្វាយការពីពេជ្រសម្បត្តិចាប់គ្រារុញចាញ់ហើយចូលលុកកែងពីខាងក្នុងជាបន្តទៀតបាទវាពុតទឹកឆ្វេងចាក់ជង្គង់ស្រាំមកវិញលើសុទ្ធតែជ្រុញបាត់កែងស្រាំខឆក់មកស្រូវបងប្អូនយើងមកនេះឆ្វេងពីសម្បត្តិសងឆ្វេងមួយដូចគ្នាពីមេងហុងវាឆ្វេងរវងប្រច័នពីសម្បត្តិវាស្រាំសងវិញតែអត់តន់ត្រូវបាទអ្នកទាំងពីរវាទឹក3ទឹក4នេះគឺថាអត់មានសម្រាប់អត់មានអីទេបាទគឺគ្រប់ក្បាច់គ្រប់ស្រិតចំណុចនេះបាទចុងទឹកទី4មុននេះបន្តិចបាទតាសាលោកគ្រូអញ្ញាកដាបាទធ្វើការលឿនរហ័សត្រៀមទស្សនាការប្រកួតជាបន្តណែទឹកចង្ក្រៅក្រិតកិនខ្មែរគូទី6គឺជាគូប្រកួតដណ្ដើមខ្សែក្រវ៉ាត់ The Battle of Three Kingdom ទឹកទី5ដែលជាទឹកបិព្រាត់ឈានចូលដល់ទឹកទី5ជាទឹកប្រាច់ព្រាត់អ្នកដែលជ្រះនឹងទទួលបានទឹកប្រាក់10លានរៀលអូយ
ការប្រកួតកង់តូចអាចឈរ4ទឹកពេញទាំងតែការវាចូលពេញបាទពិតជាមិននឹកស្មានដល់ទេឆ្វេងស្ដាំពីសម្បត្តិសងឆ្វេងស្ដាំមកវិញគ្នាពីមេហុងបាទដេញតាមវាពីសម្បត្តិវាស្ដាំជាបន្តទៀតចាក់ជង្គង់ស្ដាំបាទពីធនមេហុងចាប់គ្រាជាបន្តទៀតបាទវាបាយទឹកខ្ចក់ឲ្យតែម្ដងបាទទឹកទី5នេះបាទអូហូបាទទាញមកកណ្ដាលសង្វៀនធ្វើការប្រកួតជាបន្តទៀតដើរចូលពីសម្បត្តិវាស្ដាំពីសម្បត្តិបាទលុកឆ្វេងទៅវិញពីធនមេហុងវាស្ដាំពីមេហុងសមមកវិញស្ដាំមកដៃជាបន្តពីសម្បត្តិពីដៃពីសម្បត្តិចូលចាប់គ្រាជាបន្តទៀតបាទចាប់អបជង្គង់ស្ដាំផ្ទះផ្លាមានទៅមានមករុញចេញឆ្វេងមួយដៃពីសម្បត្តិបាទឆ្វេងឆក់មានទៅមានមកវាស្ដាំពីសម្បត្តិសមមកវិញពីមេហុងដើម្បីធ្វើការពីពេជ្រសម្បត្តិឆ្វេងជាបន្តទៀតពីសម្បត្តិស្ដាំពីពេជ្រសម្បត្តិវាស្ដាំចូលពេញពីពេជ្រសម្បត្តិជាបន្តទៀតចូលចាប់គ្រាសិនចាប់គ្រាបាទលោកកញ្ញាកណ្ដាលក៏ចាប់ញែកបាទទាញមកកណ្ដាលសង្វៀនបាទលោកគ្រូថាប្រាប់ថាស្ដាប់ខ្ញុំបាទបុកជាបន្តទៀតអូចប់សិនបាទលោកគ្រូបាទសុំសម្រួលបន្តិចបាទមេងហុងបាទដាក់តបល់គាត់ថាក្បោយខាត់ពេលលោកពាក់ព្រោះថាគាត់អត់មានចេតនាទេបាទថ្វាយប្រកាសស្រាំពីសម្បត្តិសមកវិញដូចគ្នាពីទុនមេងហុងរុះកែងទៅខាងក្នុងពីសម្បត្តិវិញឆ្វេងជាបន្តទៀតពីពេជ្រសម្បត្តិចូលរុញចេញវាស្រាំពីពេជ្រសម្បត្តិបាទដែលសងសាំមកវិញដូចគ្នាពីមេងហុងវាស្រាំជាបន្តពីសម្បត្តិសងឆ្វេងពីទុនមេងហុងចាប់គ្រាជាបន្តទៀតចាក់ជង្គង់ស្រាំពីទុនមេងហុងជង្គង់ស្រាំទៅវិញដូចគ្នាពីពេជ្រសម្បត្តិបាទលោកគ្រូញ៉ាំក្រាក៏ចាប់ញែកសារជាថ្មីបាទទាញមកកណ្ដាលសង្វេនធ្វើការប្រកួតជាបន្តបុកជាបន្តវាស្ដាំមានទៅមានមកបាទធ្វើការធ្ងន់ដូចគ្នាជង្គង់ស្រាំពីធនមីងហុងទាញមកអូអស់ចង្វាក់បាទអស់ស្នៀតអញ្ញាក្តារបាទសុំធ្វើការសុំតិចបាទយ៉ាងណាលោកគ្រូបាទបន្តការប្រកួតបាទវាឆ្វេងជាបន្តទៀតពីសម្បត្តិបាទវាស្ដាំសន្តិវិញដូចគ្នាពីធនមីងហុងបាទចាប់គ្នាជាបន្តយ៉ាងណាបាទបងប្អូនជួយពិនិត្យបច្ច័យមកបើខ្ញុំមើលផ្ទៃមុខអ្នកទាំងពីរដូចទៅអត់ទាន់មានស្នាមស្លាកស្នាមបាយទេតែកៅវាយកណ្ដាប់ដៃចូលពេញដូចគ្នាអូយធនឡៃក៏ធនតាន់ក៏តាន់ដែរផ្ដោកណ្ដាប់ដៃជាបន្តទៀតជួយស្ដាំពីសម្បត្តិសមមួយដូចគ្នាបាទស្ដាំចូលពីសម្បត្តិរុនចេញបាទចាក់ជង្គង់ស្ដាំពីធនមីហុងចាប់គ្នាជាបន្តទៀតលោកគ្រូញ៉ាក់ណាក៏ចាប់ញែកសារជាថ្មីបាទពេលវេលាទឹកទី5នេះបាទនៅសល់មិនច្រើនទេមេងហុងដាក់លេខដាក់ចូលស្ដាំពីសម្បត្តិបាទចូលចាប់គ្នាជាបន្តទៀតរុញចាក់ជង្គង់ស្ដាំពីធនមេងហុងបាទចាប់តោងអស់ចង្វាក់បាទញ៉ាក់ណាក៏ចាប់ញែកអ្នកទាំងពីរទាញមកកណ្ដាលសង្វៀនគ្រុតគុនខ្មែរស្ដាំពីធនមេងហុងចាក់ជង្គង់មេងហុងសងឆ្វេងពីដៃបាទពីសម្បត្តិស្ដាំជាបន្តទៀតពីសម្បត្តិអូយបាទអស់ចង្វាក់បាទបន្តទស្សនាការប្រកួតជាបន្តទៀតបាទទាត់ស្ដាំជាបន្តទៀតពីបាទសម្បត្តិសងសាំទៅវិញពីធនមេងហុងបាទរូបភាពដោយជួយចិត្តការប្រកួតដ៏អស្ចារ្យសូមគោរពផ្ញើជូនដល់បងលោកពូដែលជាវីរៈកងទ័ពដែលកំពុងតែឈរការពារនៅបូរណភាពទឹកដីផងបាទពីសង្វៀនគ្រុតគុនខ្មែរទាំងមូលក៏ដូចជាព្រឹត្តិការណ៍ The Battle of Sri Kingdom ជូនពរឲ្យបងនៅលោកពូសុខភាពល្អបាទទាត់ស្ដាំពីធនមេងហុងណាឆ្វេងមកដៃពីពេជ្រសម្បត្តិបាទដេញតាមវាឆ្វេងស្ដាំប្រកក្តាប់ដៃបាទបដូរដៃគ្នាឲ្យទាត់ស្ដាំពីពេជ្រសម្បត្តិរុញចាក់ជង្គង់ឆ្វេងពីធនមេងហុងអូយ5ទឹកពេញចាប់តាំងតែពីទឹកទី3ទឹកទី4ជើញដល់ទឹកទី5នេះគឺក្រៅតែម្ដងសូមសំឡេងហូដល់ពេជ្រសម្បត្តិក៏សូមសំឡេងហូដល់ធនមេងហុងអូយបាទប៉ាត់ជាមិននឹកស្មានបាទសម្រាប់ការប្រកួតកង់ចេញម្រាមបាទអាចតស៊ូគ្នាពេញបាទ5ទឹកតែម្ដងបាទហើយមិនមែនបាទជាមួយនឹងការចង្វាក់បាទគឺថាមួយទេគេថារុនថើនបាទបដូរកណ្ដាប់ដៃគ្នាបាទតម្លាក់ឃុំរៀងខ្លួនបាទបដូរដៃទៅមកយ៉ាងណាយើងទស្សនារូបភាពបង្ហាញជូនត្រង់នេះបាទកណ្ដាប់ដៃឆ្វេងស្ដាំរបស់កីឡាករពេជ្រសម្បត្តិបាទចូលដៃស្ដាំក៏ប៉ុន្តែមេហុងបាទព្យាយាមរក្សាជំហរបានបាទហើយចូលបន្តទៀតបាទកណ្ដាប់ដៃនេះវត្តស្នែងក្របីស្ដាំមួយរបស់ក្របីប្រៃពេជ្រសម្បត្តិបាទសងទៅវិញរបស់ធនមេហុងបាទចូលចាប់គ្រាជាប់បាទព្យាយាមបាទបដូរបន្តទៀតបាទម្នាក់បាទចេញកណ្ដាប់ដៃបាទមិនក្រោមពី100ដៃទេរៀងខ្លួនចូលត្រង់នេះរបស់មេហុងបាទសម្បត្តិក៏ព្យាយាមបាទដំរីថ្វាយផ្កាខ្លីទាញមកបន្តទៀតបាទវត្តស្ដាំរបស់សម្បត្តិមេហុងព្យាយាមគេចផុតបាទដំរីថ្វាយផ្កាស្ដាំបាទមេហុងក៏វាចំទៅលើដងខ្លួនបានមកវិញកាត់ចូលមកផ្លោងត្រង់នេះជាបន្តទៀតមេហុងព្យាយាមដាក់ចូលសវ៉ាចាប់បាទពេជ្រសម្បត្តិបាទព្យាយាមវាកាត់ឆ្វេងស្ដាំហើយក៏រអិលជើងដួលខ្លួនឯងរូបភាពយឺតបានបញ្ចប់រួចរាល់ជឿជាក់ថាទោះបីជាលទ្ធផលបាទមិនថាបាទពេជ្រសម្បត្តិឈ្នះឬក៏ធនមេហុងឈ្នះទេបាទកំណត់ត្រានៃការតស៊ូដ៏ស្វិតស្វាញរបស់អ្នកទាំងពីរនឹងត្រូវបានកត់ចំណាំបាទកត់ត្រាទុកនៅក្នុងដួងចិត្តរបស់ប្រិយមិត្តអរគុណណាស់បាទ5ទឹកយ៉ាងតានតឹងបន្តិចទៀតនេះបងប្អូននឹងបានដឹងបានស្ដាប់លទ្ធផលសម្រាប់គូនេះ
បងប្អូនបើគិតថាពេជ្រសម្បត្តិសុំសំលេងមួយបើគិតថាធុនមេងហុងសុំសំលេងមួយសុំសំលេងជូនក្រុមហ៊ុនវឌ្ឍនៈមួយទៀតអរគុណ លោកស្រីអ្នកកញ្ញាទូរទស្សនិកជនជាទីមេត្រីលទ្ធផលក៏យើងបានដឹងអ្នកទាំងពីរពេញ5ទឹកអាចនិយាយថាលើសពីការរំពឹងទុករបស់អ្នកគាំទ្រជាច្រើនដែលកំពុងតែរងចាំទស្សនានិងចាំអូនលទ្ធផលពេលដែលប្រកួតគ្នា5ទឹកពេញមានទៅមានមកបងប្អូនយើងសន្និដ្ឋានបានខ្លះៗហើយថានរណានឹងទទួលបានជ័យជំនះលទ្ធផលប្រកួត5ទឹកគឺលទ្ធផលពេលដែលបញ្ចប់ការប្រកួត5ទឹកគឺបង្គោលលទ្ធផលឯកច្ឆន្ទជ័យជំនះបានទៅលើកីឡាករបង្គោលក្រហមបាយសំបាលទ្ធផលនេះគឺជាលទ្ធផលដែលបងប្អូនយើងគាត់បានស្មានទុកប៉ុន្តែអ្វីដែលលើសពីការរំពឹងទុកគឺធុនមេងហុងថ្ងៃនេះគាត់ អរគុណណាស់ខ្សែក្រវ៉ាត់អមជាមួយនឹងស្លាកទឹកប្រាក់អមជាមួយនឹងស្លាកជ័យក៏បានបង្ហាញជូនជាបន្តទៅនេះខ្ញុំបាទមានកិត្តិយសសូមក្រុមជើញវត្តមានអាដាមគិតិចទេសរដ្ឋមន្ត្រីសូមក្រុមជើញអ្នកអង្គការសំអាងវឌ្ឍនៈអគ្គនាយកក្រុមហ៊ុនវឌ្ឍនៈសូមក្រុមជើញអាដាមស្រីឯករត់ស្រៀងសូមក្រុមជើញអាដាមខវធីសូមក្រុមជើញលោកហួតសេងទ្រីបាទផ្ដល់កិត្តិយសដើម្បីឡាំឲ្យកាន់សង្វៀនធ្វើការបំពាក់ខ្សែក្រវ៉ាត់និងធ្វើការប្រគល់ជូនស្លាកជ័យនិងស្លាកទឹកប្រាក់ជូនទៅដល់កីឡាករក្របីព្រៃពេជ្រសំបាសូមអរគុណណាស់វត្តមានរបស់រដ្ឋបតីឥឡូវនេះអ្នកអង្គការសម្អាងវឌ្ឍនៈលោកបង្ហាញជូនខ្សែក្រវ៉ាត់ពណ៌មាសឆ្អិនឆ្អៅ The Battle Austria Kingdom បង្ហាញជូនទៅកាន់វត្តមានពុកម៉ែបងប្អូនដែលកំពុងតែបានឃើញកំពុងតែទស្សនាទីនេះជាបន្តទៀតនេះបាទគឺវត្តមានរបស់អាដាមគិតិចទេសរដ្ឋមន្ត្រីវត្តមានរបស់អាដាមស្រីឯករត់ស្រៀងអាដាមខមធីលោកហូសេទ្រីលោកបំពាក់ខ្សែក្រវ៉ាត់រួមគ្នាតែម្ដងបាទក្រៅពីការបំពាក់ខ្សែក្រវ៉ាត់ក្រៅពីនោះយើងក៏មានស្លាកជ័យបាទស្លាកជ័យជាបន្តទៀតនេះបាទសូមក្រុមជើញបាទអាដាមគិតិចនិងអាដាមរត់ស្រៀងបាទនេះគឺជាស្លាកជ័យបាទជូនទៅដល់កីឡាករក្របីព្រៃបាទពេជ្រសំបាហើយទីបន្តទៀតបាទគឺស្លាកទឹកប្រាក់10លានរៀលដែលក្របីព្រៃពេជ្រសម្បត្តិឆ្លងកាត់ការប្រកួត5ទឹកយកឈ្នះដៃគូនៅក្នុងទឹកទី5ដូច្នេះទទួលបានទឹកប្រាក់10លានរៀលបាទនេះគឺជាខ្សែក្រវ៉ាត់